បាទសួស្តីអ្នកនរគ្នាអញ្ចឹងថ្ងៃនេះគឺមកបើក vlog តាក់ទងជាមួយទៅនឹងការរៀនរបស់ខ្ញុំក្នុងនាមជាសិស្សឆ្នាំទី2នៃឆមាសទី1ហើយសម្រាប់ vlog នេះដែរគឺខ្ញុំបានថតតាំងពីថ្ងៃសៅរ៍និយាយទៅគឺពីអាទិត្យមុនទើបតែបានតនេកាត់អញ្ចឹងណាហើយសម្រាប់ថ្ងៃហ្នឹងដែរគឺខ្ញុំមាន3ម៉ោងតាក់ទងជាមួយនឹងការរៀនហ្នឹងគឺយើងមកធ្វើការធ្វើ final project ហ្នឹងដែលធ្វើជាបន្ទុក final អញ្ចឹងណាហើយសម្រាប់ការធ្វើនៅដែរគឺរយៈពេលមួយព្រឹកនឹង3ម៉ោងតែម្ដងគឺមានចែកតាម team សម្រាប់មួយ team ដូចមានចូល15នាទីហើយបន្ទាប់ពីយើងធ្វើ final project រួចយើងក៏បានមកលេងពិងប៉ុងជុំគ្នាអញ្ចឹងណាហើយបន្ទាប់ពីយើងបញ្ចប់នៃវគ្គសិក្សាឆមាសទី1នឹងរួចគឺយើងក៏មានជាការណាត់ជុំគ្នាមកញ៉ាំអីនៅចិត្តសាលាអញ្ចឹងណាគឺញ៉ាំជាប្រភេទ buffet ដែលគេមានជាប្រភេទសាច់អាំងមានស៊ុបអីផ្សេងៗដែរហើយសម្រាប់ទីតាំងនេះដែរក៏គេមានជាប្រភេទខារ៉ាអូខេអញ្ចឹងទោះឲ្យយើងជាងលេងអញ្ចឹងណាជាចុងក្រោយសម្រាប់ vlog របស់យើងនៅលើកនេះគឺមានប៉ុណ្្នឹងឯងហើយយើងជួបគ្នាម្ដងទៀតនៅពេលក្រោយបាយ